នោះជាទីស្រឡាញ់ជាទីរាប់អានដោយគ្មានអីគួរឆ្លោះគ្នាទេមែនទេបងប្អូនពួកយើងយល់គ្នាអូម៉ារ៉ាដូចខ្ញុំជាប្តីខ្ញុំយល់ថាប្រពន្ធខ្ញុំអត់ដូចខ្ញុំទេមិនត្រូវដូចខ្ញុំហើយបើដូចខ្ញុំយកមកធ្វើអីអានឹងតាកតងទី1កតារូបកាយទី2គឺរឿងចិត្តគំនិតខ្ញុំគិតធំខ្ញុំគិតទលាយខ្ញុំគិតលឿនប្រពន្ធខ្ញុំគាត់មានគំនិតធំទលាយរបស់គាត់ដែរហើយគាត់មានភាពម៉ត់ចត់គាត់មានភាពច្បាស់លាស់ជាងខ្ញុំហើយបើខ្ញុំចូលចិត្តបរិយាយហើយគាត់មិនមានសណ្ដាប់ធ្នាប់ក្នុងផ្ទះហ្នឹងទៅមិនខ្ញុំចូលចិត្តបរិយាយខ្ញុំចូលចិត្តស្រួលខ្ញុំគិតលឿនតែគាត់មានសណ្ដាប់ធ្នាប់គាត់ចេះរៀបចំចេះអញ្ចឹងទៅពេលខ្លះខ្ញុំត្រូវមាត់គាត់ដែរព្រោះបរិយាយពេកប៉ុន្តែខ្ញុំប្រាប់ថាអានឹងយើងជួយបំពេញគ្នាខ្ញុំទៅសើប្រពន្ធខ្ញុំព្រោះពេលកូនខ្ចីគាត់ទៅសៃខ្ចីផងគាត់ត្រូវរៀបចំទឹកដោះគោឲ្យកូនអឹមផងដល់ពេលខ្លះខ្ញុំដេកចិត្តមែនកូនយំខ្ញុំគឺជាប្តីដែលប្រកែកទ្រាំបាទកូនយំខ្ញុំលឺយំខ្ញុំធ្វើដេកហើយខ្ញុំទ្រាំមកងាណាហ្នឹងដល់ពេលម៉ាក់គេស្រឡាញ់កូនយំឃើញខ្ញុំដេកខ្ញុំអត់ធ្មត់ខ្ញុំទ្រាំដល់កម្រិតប្រពន្ធខ្ញុំទ្រាំបានគាត់ងើបក៏ឡុកដោះគោចាច់ឲ្យកូនអឹមដល់ពេលកូនអឹមហើយកូនឈប់យំខ្ញុំគិតក្នុងចិត្តថាការទ្រាំរបស់ខ្ញុំបានសម្រេចរឿងនេះរឿងកំ pl ែងទេបាទរឿងនិទានទេបាទខ្ញុំនិយាយដើម្បីឲ្យបងប្អូនបានសោចខ្លះតែក៏មានការពិតខ្លះខ្ញុំអញ្ចឹងដែរថ្ងៃខ្លះខ្ញុំហត់ដែរខ្ញុំដេកត្មងទៅបាទព្រោះខ្ញុំដឹងថាប្រពន្ធខ្ញុំគាត់អត់ល្ងុយអញ្ជាខ្ញុំដឹងថាគាត់ពិបាកប៉ុន្តែគាត់ទៅសៃខ្ចីស្អែកឡើងគាត់នៅផ្ទះគាត់នៅមើលកូននៅខ្ញុំព្រលឹមឡើងខ្ញុំត្រូវទៅធ្វើការខ្ញុំត្រូវទៅប្រជុំឬក៏ថ្ងៃខ្លះខ្ញុំត្រូវទៅបរិញ្ញាគេអញ្ចឹងខ្ញុំមិនអាចធ្វើជាមនុស្សដែលគ្មានចំហក្នុងការបំពេញការងារហើយត្រូវរលុយព្រោះខ្ញុំជាគេហៅថាជាប្រភពចំណូលតែមួយគត់ដែលត្រូវមកទ្រទ្រង់មកគ្រួសារហ្នឹងក្នុងស្ថានភាពហ្នឹងដែលខ្ញុំអត់ទាន់មានប្រាក់ចំណូលឯណាដែលបានចូលមកដោយមិនបាច់ធ្វើការតទៅទៀតក៏មានលុយចូលឯងដូចស្ថានភាពបច្ចុប្បន្នហ្នឹងអត់ទេអញ្ចឹងគឺក្នុងស្ថានភាពហ្នឹងយើងត្រូវចែកតួនាទីគ្នាធ្វើប៉ុន្តែគ្រាន់តែខ្ញុំមិនចេះខ្ញុំអត់ដែលទៅផឹកស៊ីញឹកញាប់អត់ប្រយោជន៍ជាមួយមិត្តភ័ក្តិខ្ញុំមានដែររឿងផឹកខ្ញុំចេះដែរតែខ្ញុំមិនមែនចេះតែដើរផឹករងថ្ងៃទេហើយខ្ញុំក៏មិនមែនទៅតម្រូវចិត្តមិត្តភ័ក្តិសុខចិត្តឲ្យទៅឆ្លោះជាមួយប្រពន្ធ